នេះជាពិធីដង្ហែព្រះព្រហ្មសត្ថាហេសខនព្រះមេគុណខេត្តបាត់ដំបងដែលស្ថិតនៅក្នុងវត្តពោធិ៍វាលក្រោមអធិបតីភាពរបស់សម្ដេចក្លាហោមសខេងឧត្តមទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រហើយជាពិធីមួយដ៏អស្ចារ្យដែរសម្រាប់ប្រជាពុទ្ធបរិស័ទនៅក្នុងខេត្តបាត់ដំបងដែលពេលនេះឲ្យហេងសខនលោកបានទទួលទូនាទីជាព្រះសង្ឃកិច្ចកោសលព្រះមេគុណខេត្តបាត់ដំបងផ្ទាល់ព្រមទាំងមន្ត្រីសង្ឃ5ព្រះអង្គទៀតដែលនិមន្តចូលរួមហើយជាពិសេសគឺមានការចូលរួមពីសម្ដេចជាប្រធានសម្ដេចសង្ឃនាយករងទី3ព្រមទាំងសម្ដេចប្រធានលេខាធិការដ្ឋានគណៈសង្ឃនយោបាយសម្ដេចអនុប្រធានផងដែរ